វីដេអូនេះគឺខ្ញុំនឹងធ្វើការបង្ហាញបងប្អូនអ្នកគ្នាពីរបៀបការផ្ទេរលុយបាទពី OKX ទៅកាន់ Exchange OKX មួយទៀតហើយក៏ពី OKX ទៅកាន់ Exchange ផ្សេងៗទៀតផងដែរដោយមិនមានការកាត់ថ្លៃសេវាអញ្ចឹងបងប្អូនអ្នកគ្នាអាចមើលនៅវីដេអូនេះបានដល់ឡែកសម្រាប់បងប្អូនអ្នកគ្នាដែលអត់ទាន់មាននៅ account OKX បងប្អូនអ្នកគ្នាកុំភ្លេចធ្វើការបង្កើនម្នាក់មួយទៅបាទដែល referral link គឺខ្ញុំបានដាក់ឲ្យបងប្អូនអ្នកគ្នានៅខាងក្រោម description វីដេអូគឺនៅលើគេតែម្ដងអញ្ចឹងនៅពេលដែលបងប្អូនអ្នកគ្នាបង្កើត OKX តាមរយៈ referral link របស់ខ្ញុំនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជាការទទួលបានការ save fee ត្រឡប់មកវិញ 20% និងការទទួលបាន bonus ចំនួន$10ពី OKX ផងដែរនៅពេលដែលបងប្អូនអ្នកគ្នាចូលទៅធ្វើការប្រើប្រាស់នៅលើ spot ឬក៏នៅលើ future និយាយរួមទៅគឺនៅលើ platform របស់ OKX បងប្អូនអ្នកគ្នានឹងទទួលបានការ save fee ត្រឡប់មកវិញ 20% ពេលមួយជីវិតហើយមួយទៀតនោះគឺបងប្អូនអ្នកគ្នាក៏មានឱកាសទទួលបាន bonus បាទចំនួន$10បាទពី OKX ផងដែរអញ្ចឹងដើម្បីទទួលបានរង្វាន់បងប្អូនអ្នកគ្នាកុំភ្លេចធ្វើការទាក់ទងមកខ្ញុំផ្ទាល់តាមរយៈ Telegram ដែលខ្ញុំបានដាក់ឲ្យបងប្អូនអ្នកគ្នានៅខាងក្រោម description វីដេអូហើយផ្ញើ UID របស់ OKX មកខ្ញុំធ្វើការឆែកជូននិងផ្ដល់ជូនរង្វាន់បងប្អូនអ្នកគ្នាចំនួន$10បាទអញ្ចឹងដើម្បីកុំឲ្យខាត់ពីយូរខ្ញុំនឹងធ្វើការបង្ហាញកាន់បងប្អូនអ្នកគ្នាពីរបៀបការផ្ទេរលុយពី OKX ទៅកាន់ OKX ឬក៏ពី OKX ទៅកាន់ Exchange ផ្សេងៗដោយមិនមានការកាត់ថ្លៃសេវាអូខេឥឡូវនេះគឺយើងចូលមកកាន់ account OKX ហើយឥឡូវខ្ញុំគឺបង្ហាញ account OKX ទាំងពីរទៅម្ដងឲ្យបងប្អូនអ្នកគ្នាមើលអញ្ចឹង account នេះគឺជា account ទទួលបាទ account នេះគឺជា account ដែលខ្ញុំត្រូវបាញ់លុយចេញទៅ account ការសែនអំដៃរបស់ខ្ញុំនេះអូខេតោះឥឡូវសម្រាប់ account ដែលទទួលបាទបងប្អូនអ្នកគ្នាអាចចូលយកនៅ UID របស់ OKX បាទយើងចូលកន្លែងនេះមកនេះកន្លែង OKX នៅចុងកន្លែងនេះហើយយើងចូលកន្លែងនេះសញ្ញាចុចណាបាទអញ្ចឹងយើងយកកន្លែងហ្នឹងមកហើយយើងចូលមកកាន់កន្លែងសញ្ញានេះទូចមួយហ្នឹងមកសញ្ញាព្រួយទូចមួយហ្នឹងមកអូខេបន្តមកទៀតបងប្អូនអ្នកគ្នា copy នៅនេះ copy នៅ UID នេះបាទយើងអាចធ្វើការ copy UID នឹងមកផ្ញើទៅកាន់អ្នកដែលបាញ់លុយមកយើងអ្នកដែលបាញ់លុយមកយើងណាបាទខ្ញុំផ្ញើទៅឲ្យគាត់ទៅអូខេអញ្ចឹងឧទាហរណ៍ថាឥឡូវយើងបានធ្វើការផ្ញើ ID ទៅឲ្យគាត់ហើយនេះគឺជា account ដែលអ្នកដែលត្រូវបាញ់លុយទៅមកកាន់ account មួយនេះបាទអញ្ចឹងគាត់ទទួលបាន UID នឹងហើយបងប្អូនទាំងអស់គ្នាបាទចូលមកកាន់កន្លែង access កន្លែងនេះមកបាទយើងយកពាក្យថា withdraw នេះណានេះ withdraw កន្លែងនេះអូខេយើងយកពាក្យថា withdraw បាទអញ្ចឹងបន្តមកទៀតយើងយកពាក្យថា withdraw crypto បាទ withdraw crypto កន្លែងហ្នឹងមកហើយយើងជ្រើសរើសយក USDT បាទ USDT ហ្នឹងយើងយកមកអូខេអញ្ចឹងសម្រាប់ការវេតាម UID គឺយើងត្រូវយកពាក្យថា OKX user free បាទអញ្ចឹងយើងចុចលើវាមកអូខេហើយយើងយកកាន់កន្លែងនេះយើងចូលមកកាន់កន្លែងពាក្យថា UID បាទ UID កន្លែងហ្នឹងមកអូខេអញ្ចឹងយើង copy address ដែលអ្នក account នេះអ្នកដែលបានផ្ញើមកឲ្យយើងណា copy UID នឹងយកមកដាក់អូខេឥឡូវខ្ញុំចូល copy យកមកដាក់ទីសិនខ្ញុំ copy ដាក់ផ្លឹបអូខេចឹងឥឡូវនេះគឺ UID ដែល account នេះឃើញដូចគ្នាបាទយើងមកប្រុសគ្នាមើលផ្ទៀងមើលហើយនឹងគឺដូចគ្នាបាទហើយយើងត្រូវផ្ទៀងមើលច្បាស់បងប្អូនបាទផ្ទៀងមើល account នៃគេ UID ដែលគេបានផ្ញើឲ្យហើយនឹងយើងអ្នកផ្ទេរទៅយើងត្រូវផ្ទៀងមើលច្បាស់ដើម្បីកុំឲ្យមានការខុសភ័ន្តច្រឡំឬក៏ខាត់បង់លុយជាដើមអញ្ចឹងបើថាត្រូវហើយយើងចុចបលែងនេះខាងក្រោមនោះមកអូខេអញ្ចឹងបន្តមកទៀតយើងដាក់ចំនួនលុយកន្លែងនេះណាបាទចំនួនលុយដែលយើងចង់បាញ់ទៅតើយើងចង់បាញ់ចំនួនលុយប៉ុន្មានឧទាហរណ៍ថាខ្ញុំសាកល្បងបាញ់ត្រឹមតែ$5ទេបាទឧទាហរណ៍បងប្អូនគ្នាមើលបាទចុចតែ$5ទេហើយយើងចុចនេះបន្តទៀតមកអូខេអញ្ចឹងយើងចុចពាក្យថា confirm មកបាទហើយកន្លែងនេះគឺ code security របស់យើងបាទដែលយើងបានចាក់បងប្អូនគ្នាកន្លែងនេះគឺផ្ញើ code ទៅកាន់ email បាទទៅកាន់ email អញ្ចឹងយើងយកលេខកូដពី email ដែលវាបានផ្ញើទៅដែលយើងបានធ្វើការចាក់សនឹងឥឡូវនេះវាមកហើយបាទ344232អូខេ344232ហើយក្រោមនេះមួយទៀតគឺយើងចាក់ជាមួយនឹង indicator app បាទ indicator app ឥឡូវយើងចូលទៅយកក្នុង indicator app មួយនេះបងប្អូនបាទនេះ app មួយនេះអញ្ចឹងវីដេអូក្រោយខ្ញុំបង្ហាញកន្លែងរបៀបនៃការចាក់នៅក្នុងនេះបងប្អូនបាទអញ្ចឹងយើងចូលយកលេខកូដនឹងមកអូខេអញ្ចឹងនេះគឺជាលេខកូដរបស់ខ្ញុំបាទខ្ញុំសូមធ្វើការរោនេះហើយគ្រាន់តែចុចប៉ះលើវាមកយើងត្រឡប់មកវិញយើងគ្រាន់តែផាសចូលកន្លែងនេះមកជាការស្រេចហើយបាទអូខេយើងចុច confirm ខាងក្រោមហ្នឹងមកអូខេអញ្ចឹងពេលដែលយើងចុច confirm កន្លែងនេះវាដាក់ថា file USDT send បែរថា$5នោះគឺយើងបានធ្វើការផ្ញើទៅហើយបាទបានធ្វើការផ្ញើទៅហើយយើងអាចចុចកន្លែង view detail កន្លែងនេះបានអូខេអញ្ចឹងកន្លែងនេះគឺ status កន្លែងនេះគឺវាកំពុងតែធ្វើការ valid នៅពេលដែលវាជោគជ័យវានឹងឈប់ valid កន្លែងនេះអាខៀវកំពុងខៀវហ្នឹងគឺវាជាប់គ្នាបាទអូខេអញ្ចឹងយើងរងចាំសន្ទុះលុយហ្នឹងគឺចូលមកកាន់ account ទទួលកន្លែងហ្នឹងហើយនេះគឺជាវិធីសាស្ត្រក្នុងការផ្ទេរដោយមិនមានការខាតសេវាទេបាទអត់មានខាតសេវាទេអូខេឥឡូវនេះវា load email ដាក់ថា successful ហើយបើន័យថាការផ្ទេររបស់យើងគឺគ្រីសនេះចេញសញ្ញាគ្រីសបានថាជោគជ័យអញ្ចឹងឥឡូវយើងត្រឡប់មក account នេះគឺយើងនេះបាទឃើញទេបាទយើងអាចចូលកន្លែង access កន្លែងនេះមកនេះ access ក្រោមហ្នឹងអូខេអញ្ចឹងបងប្អូនអ្នកគ្នាឃើញនេះពាក្យដាក់ថា one deposit
បាទយើងចុចលើវាមកបងប្អូនអរគ្នានឹងឃើញនេះបាទ deposit 5ដុល្លារអត់មានការខាតសេវាកាត់សេវាអីទេបាទនេះគឺជារបៀបផ្ទេរបាទតាមរយៈ UID ចុះបើសិនជាបងប្អូនអរគ្នាចង់ផ្ទេរលុយពី OKX ទៅកាន់ exchange ផ្សេងៗបាទបងប្អូនអរគ្នាក៏អាចផ្ទេរបានដូចគ្នាដោយបងប្អូនអរគ្នាយកពាក្យថា withdrawal នេះកន្លែងពាក្យថា withdrawal តដែលនឹងមកអូខេអញ្ចឹងបងប្អូនអរគ្នាយក withdraw crypto បាទហើយបងប្អូនអរគ្នាយក USDT ឬក៏ការ exchange ផ្សេងដែលបងប្អូនអរគ្នាមានបាទបន្តមកទៀតយើងអត់ជ្រើសរើសយក OKX user ទេគឺយើងយកexchange បាទយើងយក exchange withdrawal ណាបាទយើងចុចកន្លែងនេះមកអូខេអញ្ចឹងគឺមាន network ជាច្រើនបាទ network ជាច្រើននៅក្នុងកន្លែងនេះណាអញ្ចឹងខ្ញុំ recommend ឲ្យបងប្អូនអរគ្នាបាទយើងអាចវេជាមួយនឹង network Aptos កន្លែងនេះបាទ Aptos ហ្នឹងគឺសេវាស្ទើរតែមិនកាត់សេវាតែម្ដងបាទត្រឹមតែ1សេនទេបងប្អូនគ្នាសម្រាប់សេវាបាទគឺទោះបីតែបងប្អូនគ្នាវេបណ្ណាក៏ដោយក៏វាកាត់ត្រឹមតែ1សេនទេអញ្ចឹងយើងយក network Aptos កន្លែងហ្នឹងមកបាទអញ្ចឹងយើងយកអ្នកដែលទទួលលុយបាទឧទាហរណ៍ថាយើងយកពី exchange Binance ឧទាហរណ៍ឥឡូវខ្ញុំចូលទៅក្នុង exchange Binance មួយចុះចឹង exchange Binance ឬក៏ exchange ផ្សេងៗយើងយកពាក្យថា add fund មកឬក៏ deposit នេះបាទ deposit crypto ចឹងយើងយក USDT ដូចគ្នាហើយយើងយក network ដូចគ្នាណានេះ network នៅក្នុង Binance ឬក៏ exchange ផ្សេងៗគឺវាមានដាក់ថា APT ឬក៏ Aptos បាទគឺដូចគ្នាទេចឹងយើងយកអញ្ចឹងអូខេមកយើងយក address នេះបាទយើងអាច copy address នេះក៏បានឬក៏យើងអាចធ្វើការ scan QR code នេះក៏បានដោយខាង OKX គឺ scan QR code គឺនៅខាងលើនេះបាទគឺនៅខាងលើនេះណាអូខេអញ្ចឹងឥឡូវខ្ញុំចុចនេះបាទចុច link copy address នេះហើយផ្ញើទៅកាន់ account ដែលយើងទទួលនេះដើម្បីឲ្យគេវាយលុយមកអូខេឥឡូវខ្ញុំទទួលបាន address ខ្ញុំផាសវាចូលភ្លឹបមកបាទអូខេយើងចុច nick ខាងក្រោមនេះបាទខាងក្រោមហ្នឹង nick បន្តទៀតមកហើយយើងដាក់ចំនួនលុយបាទយើងចង់វាប្រហែលឧទាហរណ៍ថាឥឡូវខ្ញុំដាក់$5ហើយចុច nick ខាងក្រោមនេះទៀតបាទយើងចុច nick ខាងក្រោមនេះទៀតហើយយើងចុច OK មកអូខេអញ្ចឹងយើងគ្រាន់តែចុច confirm មកបាទយើងចុច confirm ទៅហើយយើងដាក់ដូចគ្នាបាទយើងដាក់លេខសម្ងាត់ដែលយើងបានធ្វើការចាក់ហ្នឹងបងប្អូនអរគ្នាបាទអញ្ចឹងយើងចាក់ទាំងលែងទៅវានឹងលុយហ្នឹងគឺនឹងលូតចូលមកកន្លែងនេះហើយប៉ុន្តែបញ្ជាក់ខ្ញុំសូមបញ្ជាក់ម្ដងហើយម្ដងទៀតបងប្អូនអរគ្នាត្រូវតែធ្វើការ network ដូចគ្នា Aptos គឺ Aptos TRC ត្រូវ TRC 20បាទនិយាយទៅអ្នកទទួលអ្នកដែលផ្ទេរប្រាក់ប្រើ network អីអ្នកទទួលត្រូវតែប្រើ network ហ្នឹងបាទអញ្ចឹងបងប្អូនអរគ្នាអាចធ្វើតាមការណែនាំមកខ្ញុំបានបាទនេះគឺជាការបង្ហាញទាក់ទងទៅនឹងការផ្ទេរលុយក៏ដូចជាផ្ទេរនៅកាក់ផ្សេងៗបងប្អូនអរគ្នាអាចធ្វើតាមរបៀបនៃការបង្ហាញមកខ្ញុំបានបើសិនជាបងប្អូនអរគ្នាមានចម្ងល់ឆ្ងល់អីផ្សេងៗបងប្អូនអរគ្នាអាចចងចូលនៅក្នុងក្រុម Telegram ដែលខ្ញុំបានដាក់ឲ្យបងប្អូនអរគ្នានៅខាងក្រោម description video បានបើសិនជាបងប្អូនអរគ្នាគិតថាវីដេអូរបស់ខ្ញុំនេះមានប្រយោជន៍បងប្អូនអរគ្នាកុំភ្លេចជួយ like share ក៏ដូចជា subscribe នៅវីដេអូរបស់ខ្ញុំម្នាក់មួយផងបាទអរគុណជួបគ្នានៅវីដេអូក្រោយបន្តទៀតបងប្អូនបាទបាយបាយ